xây cái bạn này Tôi biết đó rồi, tôi khai đó thì bây giờ mình tích về sự bắt đầu mình đi cái cả tôi cũng mà hôm nay theo nhóm chiên chuồn còn là một bọn trên là chiên chuồn trái Oscar tại sao chú trái không trái đây em thơm hồng xong mới em số bông bồn thử ít ngày nè theo nhóm ở miền bông bồn na phải thử ít ngày tới tao mình thì cô là nè theo nhóm thá chiên chuồn ngày nhưng mà mình là tôm tại đặt tay trên một bàn lo được cái này hàng tưởng ai là sao lại ông biết đau bị đồ style thọt cả nó tới đại bị thấy
more shit ដាក់មួយបាយចុងមកឆ្ងាញ់បាយច្រើនពេកមិនដែរណាគេឆាខ្ញីដាក់មួយទេណាតែខ្ញុំជួយចិត្តចង់ត្រីដែលខ្ញុំបានធ្វើមកម្សិលមិញបងប្អូននៅសល់មួយកង់ហ្នឹងបងប្អូនអត់ដឹងថាធ្វើមកអីគឺមានតែជៀនជួនឯងបងប្អូនព្រោះម្សិលមិញហ្នឹងគឺស្លោស្ងោរហើយអីអញ្ចឹងថ្ងៃហ្នឹងគឺជៀនជួនមានអីបាយបងប្អូនមានតែខ្ញីហើយនឹងសៀនឹងបងប្អូនខ្ញីហ្នឹងគឺខ្ញុំយកទៅបំពងសិនណាបងប្អូនឲ្យវារៀងឆ្អិនមកមុំទៅយើងយកមកឆាមកគឺបងប្អូនគឺញ៉ាំបានដោយសារអីខ្ញុំអត់សូវចេះញ៉ាំខ្ញីស្រស់ពេកទេគ្រីមអញ្ចឹងទៅវាអត់សូវហឹរសម្រាប់ហឹរមកទៅគឺថាញ៉ាំឆ្ងាញ់បងប្អូនតែដល់ពេលខ្ញីហ្នឹងមានអារម្មណ៍កពុលទេអត់សូវចំណូលអញ្ចឹងបងប្អូនបាទបងប្អូនចំណងចំណូលចិត្តយើងត្រីហ្នឹងគឺខ្ញុំទិញមកដូចជា10000ជាងហ្នឹងបងប្អូនគឺធ្វើម្ហូបបាន2ពេលដែរហ្នឹងបងប្អូនធ្វើម្ហូបបាន2មុខស្ងោរហើយនឹងជៀនជួនបើឲ្យរនឹកថាធ្វើម្ហូបអីគេខ្ញុំមិនដឹងរនឹកធ្វើអីទេចាក់អីម្ហូបគឺយើងញ៉ាំគ្រប់មុខអស់ហើយបងប្អូនអញ្ចឹងអត់ដឹងថាធ្វើម្ហូបអីដល់ពេលអ្នកតែគាត់ថាជៀនជួនទៅត្រីនឹងអាចនឹងឆ្ងាញ់ឥឡូវជៀនជួនក៏ឆ្ងាញ់ដូចគ្នាត្រីដែលខ្ញុំបានធ្វើមកម្សិលមិញបងប្អូននៅសល់មួយកង់ហ្នឹងបងប្អូនអត់ដឹងថាធ្វើម្ហូបអីគឺមានតែជៀនជួនឯងបងប្អូនព្រោះម្សិលមិញហ្នឹងគឺស្លោស្ងោរហើយអីអញ្ចឹងថ្ងៃហ្នឹងគឺជៀនជួនមានអីបាយបងប្អូនមានតែខ្ញីហើយនឹងសៀនឹងបងប្អូនខ្ញីហ្នឹងគឺខ្ញុំយកទៅបំពងសិនណាបងប្អូនឲ្យវារៀងឆ្អិនមកមុំទៅយើងយកមកឆាមកគឺបងប្អូនគឺញ៉ាំបានដោយសារអីខ្ញុំអត់សូវចេះញ៉ាំខ្ញីស្រស់ពេកទេគ្រីមអញ្ចឹងទៅវាអត់សូវហឹរសម្រាប់ហឹរមកទៅគឺថាញ៉ាំឆ្ងាញ់បងប្អូនតែដល់ពេលខ្ញីហ្នឹងមានអារម្មណ៍កពុលទេអត់សូវចំណូលអញ្ចឹងបងប្អូនបាទបងប្អូនចំណងចំណូលចិត្តយើងត្រីហ្នឹងគឺខ្ញុំទិញមកដូចជា10000ជាងហ្នឹងបងប្អូនគឺធ្វើម្ហូបបាន2ពេលដែរហ្នឹងបងប្អូនធ្វើម្ហូបបាន2មុខស្ងោរហើយនឹងជៀនជួនបើឲ្យរនឹកថាធ្វើម្ហូបអីគេខ្ញុំមិនដឹងរនឹកធ្វើអីទេចាក់អីម្ហូបគឺយើងញ៉ាំគ្រប់មុខអស់ហើយបងប្អូនអញ្ចឹងអត់ដឹងថាធ្វើម្ហូបអីដល់ពេលអ្នកតែគាត់ថាជៀនជួនទៅត្រីនឹងអាចនឹងឆ្ងាញ់ឥឡូវជៀនជួនក៏ឆ្ងាញ់ដូចគ្នា